So I will ask the question briefly. So the first question, because from your presentation, His Excellency Khun Chanarat, you state that around 85%, right, of the enterprises are informal, like they are not formal enterprises. So sorry, the question should be in Khmer, right? Okay, so អញ្ចឹងសូមអនុញ្ញាតសាកសួរទៅអាដាមខុនច័ន្ទរិទ្ធពាក់ព័ន្ធនឹងបទបង្ហាញគឺនៅក្នុងបទបង្ហាញដាក់ថាភាគច្រើនមែនទែន 87% ជាងគឺជា informal អញ្ចឹងទេចង់ជម្រាបសួរថាតើបេឡាជាតិសន្តិសុខសង្គមនឹងមានវិធានការឬយន្តការបែបណាដើម្បីជំរុញចូលរួមជំរុញឲ្យមានការចូលក្នុងប្រព័ន្ធនៃកាន់តែច្រើនជាងនេះបាទដើម្បីធានាថាគ្រប់គ្នាគឺនឹងទទួលបាននៅការថែទាំសុខភាពឬក៏ work injury និង pension scheme នេះបាទសូមគោរពអញ្ជើញបាទអរគុណច្រើនសម្រាប់សំណួរនេះតកតងជាមួយនឹងជំរឿនសេដ្ឋកិច្ចនៅឆ្នាំ2022របស់ជាស្ថានជាតិការងារដូចបានតំណាង ILO គាត់លើកឡើងមិញអញ្ចឹងគឺផ្នែកមួយដែលយើងធ្វើមានភាពតាក់ទាញនៅក្នុងការចុះបញ្ជីនោះគឺនៅក្នុងយុទ្ធសាស្ត្រជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះឯងយើងបង្កលក្ខណៈងាយស្រួលឲ្យក្នុងការចុះបញ្ជីចូលក្នុងប្រព័ន្ធព្រោះមែនតើទៅយើងអត់ប្រើពាក្យ formal ទេយើងបដោតខ្លាំងគឺទៅលើធ្វើម៉េចឲ្យគាត់ចូលមកក្នុងប្រព័ន្ធមានន័យថាមានបញ្ជីការត្រឹមត្រូវចុះឈ្មោះចុះបញ្ជីចូលក្នុងប្រព័ន្ធថ្នាលបច្ចេកវិទ្យាធ្វើឲ្យយើងងាយស្រួលកំណត់អត្តសញ្ញាណគាត់ថាគាត់ជាអ្នកណាអញ្ចឹងនៅក្នុងនោះយើងអាចឃើញថាបសសដើរតួសំខាន់មួយនៅក្នុងយុទ្ធសាស្ត្រជាតិនឹងឯងតាមរយៈការបើកច្រកចុះបញ្ជីការដូចថ្ងៃនេះសូម្បីតែហាងកាទៀវគាត់អាចមកប្រកាសចុះបញ្ជីហើយនឹងបង់ភាគទានសម្រាប់កម្មករយោជិតគាត់នៅហាងកាទៀវនឹងអីបាន 4-10 នាក់ហើយបើគាត់ខ្ជិលមកទេគាត់អាចប្រកាសតាមអនឡាញបានតាម app ក៏ដូចជា website គាត់អាចចូលទៅចុះបញ្ជីប្រកាសខ្លួនឯងជាយោជករបស់គាត់ណាហើយមួយទៀតបសសក៏ចូលរួមចំណែកមួយដែរនៅក្នុងគោលការណ៍ឯកសារសភៅឯកសារមគ្គុទ្ទេសក៍ថ្មីខាង Misty គាត់អត់ទាន់ចេញជាផ្លូវការនៅឡើយទេតែក្នុងនោះក៏គាត់មានជា app web portal ក៏ដូចជាយន្តការមួយចំនួនដើម្បីកំណត់អត្តសញ្ញាណប្រភេទមុខរបរនឹងការងារអ្នកនៅក្នុងវិស័យសេដ្ឋកិច្ចវិស័យក្រៅប្រព័ន្ធទាំងអស់នេះនៅពេលនោះហើយគាត់នឹងចេញជាបានប័ណ្ណមួយបញ្ជាក់ថាគាត់ជាជាងទឹកជាជាងភ្លើងជាម្ចាស់ហាងកាទៀវរឿងប៉ុន្តែនេះមិនមែនចុះបញ្ជីដើម្បីទៅយកពន្ធយកអីទេគោលដៅធំគឺដើម្បីកំណត់អត្តសញ្ញាណឲ្យគាត់ចូលក្នុងប្រព័ន្ធនៅពេលនេះហើយយើងធ្វើឲ្យគាត់ងាយស្រួលក្នុងការចូលនៅពេលដែលគាត់ចូលគាត់អាចទទួលបានអត្ថប្រយោជន៍សន្តិសុខសង្គមដែលมันមានប៉ះពាល់ជាមួយនឹងការប្រមូលពន្ធឬក៏អីទេនៅក្នុងគោលដៅធំបាទនេះជាចំណុចដែលអាចថាងាយស្រួលយើងធ្វើងាយស្រួលដែលតំណាង ILO បានលើកឡើងគឺងាយស្រួលក្នុងការចុះបញ្ជីការក៏ដូចជាមានភាពតាក់ទាញដែលគាត់អាចទទួលបានជាពិសេសបច្ចុប្បន្នប្រជាជនកម្ពុជាបច្ចុប្បន្នរាល់ថ្ងៃនេះគឺម្នាក់ផ្ដោតខ្លាំងទៅលើផ្នែកសុខភាពដែលគាត់នៅពេលដែលទទួលបានជាសមាជិកបសទៅគឺគាត់សប្បាយចិត្តគាត់រៀងមានសន្តិភាពផ្លូវចិត្តបន្តិចថាមានបញ្ហាអាងមានបសទៅបីមិនមកកើតបញ្ហានៅក្នុងជីវភាពប្រចាំថ្ងៃក្រោយបាទសូមអរគុណអាដាមបាទដែលបានផ្ដល់ចម្លើយដល់ខ្ពស់ខ្ពស់បាទជា follow up question បន្តនេះគឺសូមជូនទៅលោកធានីបាទលោកជឿនធានីព្រោះថាខាងក្រុមប្រឹក្សាជាតិការពារសង្គមក៏ធ្វើការងារយ៉ាងសកម្មពាក់ព័ន្ធទៅនឹងការធានាយ៉ាងណាឲ្យប្រជាពលរដ្ឋរបស់យើងទទួលបាននូវការគាំពារសង្គមនេះបាទអញ្ចឹងជាសំណួរវិញថាតើខាងក្រុមប្រឹក្សាជាតិគាំពារសង្គមនឹងមានយន្តការឬក៏មានគោលនយោបាយថ្មីបែបណាដើម្បីឲ្យមានជំរុញឲ្យមានការចូលរួមទៅក្នុងប្រព័ន្ធនេះឲ្យកាន់តែច្រើនហើយមួយទៀតនោះតើនឹងមានការសិក្សាឬបែបណាទេទៅចំពោះរបបថ្មីពាក់ព័ន្ធនឹងនិកម្មភាពនេះបាទសូមគោរពអញ្ជើញបាទបាទសូមអរគុណចំពោះសំណួរពីអ្នកសម្របសម្រួលបាទជាបឋមខ្ញុំបាទសូមគ្រប់អាយដាមលោកជំទាវលោកស្រី
ភ្ញៀវជាតិនិងអន្តរជាតិទាំងអស់ដែលមានវត្តមាននៅក្នុងសន្និសីទជាតិស្ដីពីសេដ្ឋកិច្ចការងារឆ្នាំ2024នេះដែលយើងទាំងអស់គ្នាសុទ្ធតែបានបង្ហាញអំពីចំណាប់អារម្មណ៍ខ្ពស់ក៏ដូចជាការវិតម្លៃខ្ពស់ថាសន្និសីទជាតិថ្ងៃនេះពិតជាមានសារៈសំខាន់ក្នុងការមកជួបជុំគ្នាហើយជជែកទៅលើប្រធានបទសំខាន់ជាពិសេសពីម្សិលមិញខ្ញុំក៏បានចូលរួមស្ដាប់ដែរពាក់ព័ន្ធនឹងរឿងការងារពាក់ព័ន្ធនឹងរឿងអភិវឌ្ឍជំនាញជាដើមដែលជាប្រធានបទមួយដ៏សំខាន់ដែលអាចនឹងជួយរុញច្រានសេដ្ឋកិច្ចរបស់កម្ពុជានឹងទៅមុខបានតាមការគ្រោងទុកបាទខ្ញុំបាទឈ្មោះជើងធានីតំណាងមកពីលេខាធិការដ្ឋានក្រមប្រឹក្សាជាតិគាំពារសង្គមហើយថ្ងៃនេះប្រធានបទដែលនឹងខ្ញុំនឹងចូលរួមចំណែកនេះពាក់ព័ន្ធទៅនឹងមានពីរទិដ្ឋភាពដែរទីមួយរឿង formalization នឹងផងថាធ្វើម៉េចរឿងពីក្រៅប្រព័ន្ធមកក្នុងប្រព័ន្ធនេះផងទី1ហើយទី2ពាក់ព័ន្ធទៅនឹងកិច្ចការមួយដ៏សំខាន់ផងដែរគឺរឿងនៃកម្មភាពរបបនៃកម្មភាពនេះមែនទែនទៅខ្ញុំអាចថានឹងរឿងឆ្កាស់ទៅបន្តិចដោយសារតែខ្ញុំអត់បានធ្វើបទបង្ហាញដូចអាយដាមនរិទ្ធក៏ដូចជាលោក Fin ទេប៉ុន្តែចង់រៀងទៅឆ្ងាយបន្តិចដែរចង់និយាយច្រើនបន្តិចដែរបាទពាក់ព័ន្ធទៅនឹងរបបកម្មភាពនេះបើយើងកលេចមើលបន្តិចទៅខ្ញុំបោះជាសំណួរចោលទេប៉ុន្តែរឿងនៃកម្មភាពជារួមតែម្ដងនៃកម្មភាពជារួមនិយាយអំពីអត្រានៃកម្មភាពក្តីរបស់ប្រទេសកម្ពុជាហើយនឹងប្រភេទនៃកម្មភាពយើងនៅអ្នក labor economy យើងដឹងថាមានការបែងចែកយ៉ាងដូចម្ដេចអញ្ចឹងនេះគឺជាចំណុចពីរដែលចាប់ផ្ដើមហើយខ្ញុំនឹងរំលេចចេញថាតើនៅក្នុងប្រទេសកម្ពុជាយើងតាមរយៈគោលនយោបាយគាំពារសង្គមនេះថាតើកន្លងមកយើងបានធ្វើអ្វីខ្លះដើម្បីដោះស្រាយបញ្ហានៃកម្មភាពនេះបាទពីជ្រុងមួយនៃយើងឃើញថាពីជ្រុងមួយនៃប្រព័ន្ធគាំពារសង្គមគឺសសរស្តម្ភមួយដែលដាក់ចេញនៅក្នុងក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ2016-2025គឺប្រព័ន្ធជំនួយសង្គមនោះឯងហើយប្រព័ន្ធជំនួយសង្គមនេះបើយើងគិតទៅថារដ្ឋាភិបាលធ្វើអីខ្លះដើម្បីចូលរួមចំណែកនៅក្នុងការកាត់បន្ថយបញ្ហានៃកម្មភាពនេះយើងឃើញថានៅក្នុងនោះយើងបានដាក់ចេញជាបន្តបន្ទាប់នៅកម្មវិធីជាតិដែលលើកកម្ពស់ការអភិវឌ្ឍមូលធនមនុស្សទាំងពីមែនតើតាំងពីមិត្តភាពហើយសិស្សចូលរៀនហើយក៏បានជាទៅក៏បានបបែកទៅទៀតពាក់ព័ន្ធនឹងរឿងពាក់ព័ន្ធនឹងរឿង ALMP Active Labor Market Policy ហ្នឹងគឺតាមរយៈ TVET ហ្នឹង TVET ហើយក៏យើងមានកម្មវិធីមួយទៀតគឺកម្មវិធីសាច់ប្រាក់ពលកម្មគឺ Cash for Work ហ្នឹងអញ្ចឹងពាក់ព័ន្ធនឹងរឿងបញ្ហានៃកម្មភាពនេះគឺថាយើងបានដាក់ចេញនៅកម្មវិធីជាតិជំនួយសង្គមហើយក៏មានប្រតិបត្តិការក្រសួងការងារប្រជាជាតិជីវៈក៏ដូចជាសម្រាប់កម្មវិធី Cash for Work នេះមានក្រសួងស្ថាប័នផ្សេងទៀតគាត់បានចូលរួមអនុវត្តដើម្បីថាថ្មិចabsorb labor មកឲ្យនៅក្នុងកំឡុងពេលនៃវិបត្តិអីក្តីបាត់បង់ការងារអីក្តីគឺគាត់អាចទទួលបានការងារធ្វើបាននេះផ្នែកជំនួយសង្គមដោយឡែកបើសិនជាយើងក៏លេចមើលនៅក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ2016-2025ក៏ដូចជាច្បាប់ស្តីពីរបបសន្តិសុខសង្គមសុទ្ធតែបានរំលេចចេញនៅរបបនៃកម្មភាពនេះហើយយើងហៅថាហានិភ័យនៃកម្មភាពហ្នឹងហើយក៏ប៉ុន្តែកន្លងមកយើងមិនទាន់បានគេថា rely ដាក់ចេញនៅរបបមួយនេះទេមូលហេតុដូចអាដាមនរិទ្ធគាត់បានលើកឡើងមុននឹងបន្តិចដែរពាក់ព័ន្ធនឹងរឿងstep
best approach ឬក៏ face ឯផងដាក់ចេញរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពហានិភ័យការងារ pension ក៏ប៉ុន្តែរាជរដ្ឋាភិបាលគិតថាមិនគួរដាក់ចេញម្ដងព្រមគ្នាពេកទេយើងត្រូវការមានការសិក្សាមានត្រូវការជាការកសាងប្រព័ន្ធផង system building ឲ្យផងមុននឹងដាក់ចេញទៅឲ្យវាមានប្រសិទ្ធភាពនិងមាននិរន្តរភាពហើយចំណុចមួយសំខាន់នោះគឺយើងឃើញថាដោយសារតែទម្រង់នៃ labor market របស់យើងផងដូចប្រធានបទរបស់ Fin ហ្នឹងគឺថាinformal វាមានធំវានៅស្រុកខ្មែរវាមានច្រើនរហូតដល់ជាង 80% បើតាមរបាយការណ៍របស់ Fin មិញហ្នឹងអញ្ចឹងពាក់ព័ន្ធនៅក្រោមរបបសន្តិសុខសង្គមនេះយើងឃើញថាមានតម្រូវការឲ្យមានការគិតគូរល្អិតល្អន់បន្ថែមទៀតហើយសូមជំរាបផងដែរថានៅក្នុងក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមនៅជំហានបន្ទាប់នេះដែលគ្រប់ដប់ពីឆ្នាំ2010 2024ទៅ2035នេះគឺរបបនៃកម្មភាពនេះនឹងជាចំណុចគោលមួយផងដែរហើយតម្រូវឲ្យមានជាការសិក្សាឲ្យតំណាងមកពីបសសមិញលោកបានលើកឡើងហើយថាគាត់កំពុងតែធ្វើរៀបចំនៅការសិក្សាសមិទ្ធលទ្ធភាព visibility study ហ្នឹងហើយអាចឈានទៅរកការធ្វើprogram design ផងហើយនឹងដាក់ឲ្យអនុវត្តសាកល្បងទៅថ្ងៃខាងមុខឆាប់នេះផងអានេះវាឆ្លុះបញ្ចាំងអំពីក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមដែលថាធានាសន្តិសុខប្រាក់ចំណូលទៅដល់ប្រជាពលរដ្ឋគោលដៅហើយមែនទែនទៅរបបសន្តិសុខសង្គមផ្នែកនៃកម្មភាពនេះបើយើងមើលទៅនៅក្រោមច្បាប់ស្តីពីរបបសន្តិសុខសង្គមគឺបានចែងយ៉ាងច្បាស់ហើយគឺសមាជិកបសសទាំងអស់អញ្ចឹងពួកគាត់នៅក្នុងប្រព័ន្ធទាំងអស់ដូច្នេះហើយតទៅមុខការងារមានច្រើនពាក់ព័ន្ធនឹងទី1ធ្វើម៉េចអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីសេដ្ឋកិច្ចក្រៅប្រព័ន្ធនឹងផងដើម្បីឲ្យគាត់មកចូលនៅក្នុងប្រព័ន្ធផងហើយក៏ដូចជាការរៀបចំនៅមានថា program scheme design នឹងផងការ system building ផងអានេះគឺជាការងារអត្ថប្រយោជន៍ចំពោះមុខពាក់ព័ន្ធទៅនឹងនៃកម្មភាពនេះខ្ញុំសូមផ្ដល់ជូនមុននេះសិនហើយចាំមាន follow up question តាមក្រោយបាទសូមគោរពអរគុណបាទសូមអរគុណលោកធានីបាទដែលផ្ដល់ចម្លើយយ៉ាងពិស្ដារបាទឥឡូវនេះយើងបានទទួលនៅទស្សនៈពីខាងរាជរដ្ឋាភិបាលហើយតំណាងរដ្ឋាភិបាលអញ្ចឹងខ្ញុំសូមងាកទៅលោកគង់អាទិត្យវិញដើម្បីស្ដាប់ទស្សនៈពីខាងតំណាងកម្មករយុចិត្តវិញថាតើមានទស្សនៈបែបណាដើម្បីចូលរួមជំរុញឲ្យមានការចូលរួមប្រព័ន្ធហ្នឹងកាន់តែច្រើនដើម្បីធ្វើម៉េចឲ្យកម្មករយុចិត្តរបស់យើងទទួលបាននៅការថែទាំរបបសន្តិសុខសង្គមនេះពេញលេញបាទអញ្ចឹងសូមគោរពអញ្ជើញបាទសូមគោរពទៅដល់អាយដាមបងប្អូនទាំងអស់ដែលបានចូលរួមនៅទីនេះបាទសូមបញ្ជាក់ម្ដងទៀតតកតងនឹងជាទូទៅយើងមើលស្ថានភាព2ទី1យើងបានចាប់ផ្ដើមប្រព័ន្ធរបបសន្តិសុខសង្គមហ្នឹង3 scheme មកហើយអញ្ចឹងយើងឃើញការប្រឈមមួយការជោគជ័យមានច្រើនប៉ុន្តែការប្រឈមមួយគឺសិទ្ធិនៃការដឹងចង់និយាយថាបើនិយាយពីខាងសហជីពខាងតំណាងសមាគមឬក៏ខាងតំណាងឲ្យសង្គមស៊ីវិលគឺមានច្រើនមនុស្សច្រើនបាទអញ្ចឹងសំខាន់បំផុតគឺរដ្ឋាភិបាលក៏ដូចជាសហជីពក៏ដូចជាដៃគូពាក់ព័ន្ធទាំងអស់ត្រូវធានាសិទ្ធិនៃការដឹងមានន័យថាឧទាហរណ៍យើងនិយាយអំពីប្រព័ន្ធដូចថាយើងឃើញបសសបានធ្វើការងារយ៉ាងល្អក្នុងការផ្សព្វផ្សាយទោះបីជាយ៉ាងណាក៏ដោយនៅមានចំនួនសមាជិកជាច្រើនទៀតដែលយើងត្រូវផ្សព្វផ្សាយហើយបើនិយាយពី informal ឬក៏ formal កម្មករអត់ដឹងទេបាទភាគច្រើនតែម្ដងគាត់អត់យល់ស្អីគេ formal កម្ម formal informal ឬក៏ក្រៅផ្លូវការឬក៏ក្នុងផ្លូវការគាត់អត់យល់ទេអញ្ចឹងគឺយើងមានកាតព្វកិច្ចច្រើនណាស់ទាំងសហជីពទាំងរដ្ឋាភិបាលដើម្បីបញ្ជ្រាបឲ្យគាត់ដឹងសិនបាទទីមួយគាត់ស្គាល់គាត់ដឹងសិនបាទយើងត្រូវការថវិកាយើងត្រូវការចូលរួមផ្សេងគ្រប់បែបយ៉ាងទៀតតាមប្រព័ន្ធដែលយើងអាចធ្វើទៅបាន
ចឹងខ្ញុំឃើញថាយល់ឃើញថាការណាដែលយើងមានការយល់កម្រិតនៃការយល់របស់កម្មករហើយនឹងយើងធៀបកម្រិតការយល់របស់នយោជកកម្រិតការយល់របស់រដ្ឋាភិបាលនិងកម្មករគឺឆ្ងាយពីគ្នាអាហ្នឹងដែលយើងត្រូវធ្វើការធំយើងកុំអាលនិយាយរឿងអីផ្សេងបាទធ្វើតែការងារនឹងសិនគឺយើងអាចធានានៅចំនួនជាច្រើនភាគច្រើនបងប្អូនពេលឮតែកម្មករបងប្អូនគិតថាបាតកម្មតវ៉ាបណ្ដឹងបាទអញ្ចឹងបើយើងនិយាយពីក្នុងអនុសញ្ញា ILO ឬក៏ច្បាប់ការងារនិងរដ្ឋធម្មនុញ្ញការធ្វើការតវ៉ាការធ្វើការបណ្ដឹងការធ្វើកតកម្មគឺជារឿងដែលមានចែងនៅក្នុងច្បាប់ក៏ប៉ុន្តែរឿងនោះវាកើតឡើងដោយសារអីគឺកើតឡើងដោយសារតែមូលដ្ឋាននៃការយល់អត់ដឹងមានន័យថាมันបានផ្ដល់នៅគេហៅថាព័ត៌មានដូចគ្នាឬក៏អំពីអត្ថប្រយោជន៍ដូចគ្នាអញ្ចឹងអានេះជាចំណុចមួយដែលខ្ញុំចង់លើកឡើងពីតំណាងកម្មករទី2ដែលសំខាន់បំផុតដែល Fin ក៏បានលើកឡើងដែរអាហ្នឹងគឺខ្ញុំគិតថាជារឿងត្រឹមត្រូវគឺ formalize ហ្នឹងវានឹងជួយទៅដល់ការគេហៅថាជំរុញឲ្យមានការកើននៅ decent work ឬក៏អីផ្សេងប៉ុន្តែនៅក្នុងហ្នឹងគឺគេថាឱកាសឬសិទ្ធិនៃការចរចាព្រោះធម្មតាកម្មករពេលដែលគាត់ដឹងហើយគាត់ឈានទៅដល់ពេលគាត់ចរចាបាទបើនិយាយពីរដ្ឋាភិបាលយើងបានធ្វើការយ៉ាងធំមួយដែលយើងមានការចរចាប្រាក់ឈ្នួលជារៀងរាល់ខែរាល់ឆ្នាំនៅក្នុងគណៈកម្មការប្រាក់ឈ្នួលគឺយើងជួយបាន minimum wage បាទយើងជួយបានប្រាក់ឈ្នួលអបបរមាក៏ប៉ុន្តែរដ្ឋាភិបាលយើងមានច្បាប់ដែលផ្ដល់សិទ្ធិឲ្យកម្មករនយោជកចរចានៅពេលគាត់ដឹងថាអូខ្ញុំជា informal worker អញ្ចឹងខ្ញុំគួរបានសិទ្ធិអញ្ចេះតែដល់ពេលដែលគាត់អត់បានគាត់មានសិទ្ធិចរចាគាត់មានសិទ្ធិចូលរួមក្នុងការចរចាដោយសារគាត់ដឹងហើយគាត់ថាគាត់មានសិទ្ធិត្រឹមកម្រិតណាហើយកម្រិតណាមួយដែលគាត់អត់បានដឹងឬក៏អត់បានផ្ដល់ឲ្យគាត់មានសិទ្ធិចរចាអញ្ចឹងការធានាឲ្យមានសិទ្ធិចរចានិងធានាឲ្យមានសិទ្ធិនៃការចងក្រងជាសមាគមដោយខ្ញុំបានលើកឡើងពីនៅក្នុងសន្និសីទថ្នាក់ជាតិអំពីដែលរៀបចំដោយអង្គការ Oxfam យើងថាឥឡូវនេះអ្វីដែលជាបញ្ហានោះតើអ្នកណាតំណាងឲ្យកម្មករនៅតាមសហគ្រាសអស់នោះទាំងអស់ដែលរាប់ម៉ឺនយើងនិយាយតាំងពីកាត់ដេរសំណង់ឧស្សាហកម្មផ្សេងអ្នកណាតំណាងសូម្បីតែរដ្ឋាភិបាលក៏បានលើកឡើងនៅការបារម្ភស្ដីពីការមិនចុះបញ្ជីដែរបើនិយាយពីវិស័យកាត់ដេរបងប្អូនថាវិស័យកាត់ដេរជា formal ក៏ប៉ុន្តែមានរោងចក្រ subcontract ស្ទើរតែស្មើគ្នាជាមួយនឹងរោងចក្រដែលផ្លូវការរោងចក្រខ្លះបានកិច្ចវេះមិនចុះបញ្ជីនៅបសសបាទអញ្ចឹងនិយាយពីសំណង់វិញដូចបានលើកឡើងពីក្នុងការធ្វើបទបង្ហាញគឺភាគច្រើនតែម្ដងគឺមិនបានចុះបញ្ជីយើងដឹងម៉ៅការពីមេការមួយទៅមេការមួយទៅមេការមួយតរហូតអញ្ចឹងទាំងអស់ហ្នឹងហើយដែលជាបញ្ហាសូម្បីតែ concern ដែលឬការបារម្ភរបស់កម្មករដែលត្រូវបញ្ជូនមករដ្ឋាភិបាលក៏ពិបាកក្នុងការបញ្ជូនមកដែរសូម្បីតែសហជីពក៏ពិបាកជួយដែរដល់ពេលមានរឿងផ្ទុះដល់ពេលមានរឿងខឹងសម្បាបាទយើងដឹងហើយថានឹងមានបញ្ហាឯកើតឡើងហើយនឹងមានអ្នកដែលចូលទៅក្នុងជំរុញអីអញ្ចឹងគឺអានេះជា alert មួយដែលខ្ញុំសូមស្នើទៅដល់ខាងដៃគូពាក់ព័ន្ធដែរថាយើងគួរបង្កើតយើងដឹងថាកម្រិតនៃការអប់រំរបស់កម្មករយើងកម្រិតណាបងប្អូនដឹងនៅក្នុងទីនេះហើយខ្ញុំធ្វើការមួយកម្មករខ្ញុំក៏ជាអតីតកម្មករខ្ញុំដឹងថាតើគាត់យល់បានប៉ុណ្ណាអញ្ចឹងបើសិនជាយើងពង្រួមខាង gap ហ្នឹងបានអញ្ចឹងយើងអាចជួយបានច្រើនគឺដោយជំហានទី2គឺជំរុញឲ្យមានតំណាងកម្មករដែលហៅថាតំណាងពិតដែលជាភ្នែកជាច្រមុះរបស់រដ្ឋាភិបាលក៏ដូចជាសង្គមជាតិយើងដែរតំណាងពិតរបស់កម្មករនោះទើបយើងអាចដោះស្រាយបញ្ហាបានពិតទាំងអស់គ្នាអញ្ចឹងយើងនៅមានកិច្ចការច្រើនដែលខ្ញុំសង្ខេបមកវិញគឺទី1គឺតកតងនឹងសិទ្ធិនៃការដឹងតើយើងមានលទ្ធភាពប៉ុណ្ណារដ្ឋាភិបាលត្រូវយល់គួរយល់ថាគួរមាន survey តេស្តមួយថាតើកម្រិតកម្មកររបស់រដ្ឋាភិបាលនឹងយល់បានកម្រិតណាគួរតែមានការទទួលស្គាល់ហើយមានសិទ្ធិកម្រិតណាគាត់ចំណុចមួយទៀតគេហៅសិទ្ធិតំណាងគេថា representativeness ហ្នឹងបើកាលណាដែលរដ្ឋាភិបាលគាត់ឬក៏នយោជកគាត់ទៅចរចាបើសិនជាអត់តំណាងកម្មករតើនយោជកចរចាមួយណាគេបាទអាហ្នឹងយើងត្រឡប់មកវិញអញ្ចឹងនេះគឺជាអ្វីដែលខ្ញុំលើកឡើងព្រោះយើងមានកិច្ចការច្រើនដែលធ្វើទាំងអស់គ្នាហើយយើងឃើញថាមានខ្ញុំក៏រីករាយផងដែរដែលឃើញថាដំណើរដែលល្អមួយចេញពីកិច្ចគាំពារសង្គម
ក៏ដូចជារបបសន្តិសុខសង្គមដែលជាគ្រឹះយើងឃើញថាពិបាកចូលបញ្ជីមែនតើក៏តែដល់ពេលឮថាមានរបបសន្តិសុខសង្គមដូច Fin បានលើកពីយុទ្ធសាស្ត្រថា make it attractive មិនអញ្ចឹងហ៎កាលណាដែលឬក៏ incentive បាទតែពិតអ្វីយើងមាននៅលើតុស្រាប់ហើយតែយើងប្រើមួយណាមុនហើយយើងពង្រីកវិនិយោគនៅមួយណាមុនតើគួរ attractive ឬក៏ incentive អាហ្នឹងគឺជាចំណុចដែលយើងត្រូវធ្វើបន្តទៀតបាទអញ្ចឹងយើងមានគ្រឹះហើយយើងកាលណាដែលមានគ្រឹះយើងអាចដើរលឿនបានបាទអញ្ចឹងនេះជាចំណុចដែលខាងសហជីពឬក៏សមាគមសំណុំពរបាទសូមអរគុណ បាទសូមអរគុណលោកគង់អាទិត្យបាទដោយសារមានបាទដោយសារពេលវេលាខ្លីអញ្ចឹងសូមខ្ញុំបាទសូមwrap up នេះនឹងសូមអធិស្ឋានដល់ Mr. Co as well នឹងបាទដោយសារពេលវេលាយើងខ្លីមែនតើហើយបាទអញ្ចឹងសូមអរគុណសម្រាប់ការស្ដាប់នៅ session ទី5របស់យើងនេះបាទសូមអរគុណនិងសូមប្រគល់តួនាទីទៅ MC វិញបាទអរគុណ ចាសូមអរគុណចំពោះវាគ្មិនទាំង4រូបនិងសូមអរគុណដល់អាដាមបណ្ឌិតខំបូរិនដែលបានជួយសម្របសម្រួលនៅក្នុងវគ្គទី5នេះដែលជាវគ្គចុងបញ្ចប់នៅក្នុងកម្មវិធីនាព្រឹកនេះផងដែរចាអញ្ចឹងទេសូមអរគុណចំពោះភ្ញៀវកិត្តិយសទាំងអស់ផងដែរដែលបានចូលរួមទាំងមួយថ្ងៃកន្លះនេះហើយបានទទួលស្ដាប់តាក់ទងជាមួយនឹងបទបង្ហាញទាំង5វគ្គនៅក្នុងកម្មវិធីសន្និសីទថ្នាក់ជាតិស្ដីពីសេដ្ឋកិច្ចការងារឆ្នាំ2024ដែលយើងធ្វើឡើងនៅសន្តាគារ Sofitel ថ្ងៃទាំង2ថ្ងៃនេះផងដែរចាអញ្ចឹងសម្រាប់ពេលនេះនេះខ្ញុំក៏សូមអនុញ្ញាតគ្រប់អញ្ជើញវត្តមានរបស់ឯកឧត្តមប្រុញសុភាណាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រមប្រឹក្សាជាតិប្រាក់ឈ្នួលអបបរមាអញ្ជើញបូកសរុបលទ្ធផលនៅក្នុងកម្មវិធីចាសូមក្រុមជើញអង្គសន្និសីទទាំងមូលជាទីមេត្រីជាបឋមខ្ញុំបាទសូមថ្លែងអំណរគុណចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់អាដាមលោកជំទាវលោកស្រីទាំងអស់ដែលបានជួយឱកាសដ៏មានតម្លៃនិងមានញឹករបស់ខ្លួនអញ្ជើញចូលរួមនៅក្នុងពិធីបដល់ពេលនេះជាពិធីប្រកាសបិទសន្និសីទថ្នាក់ជាតិឆ្នាំ2024ក្រមប្រធានបទការងើបឡើងវិញនៃសេដ្ឋកិច្ចការងារនិងដំណើរឆ្ពោះទៅកាន់ការចាក់ចែងពីក្រមប្រទេសអភិវឌ្ឍន៍តិចតួចរបស់យើងអាដាមរដ្ឋលេខាធិការនិងអង្គពិធីទាំងមូលជាទីគោរពនិងទីរាប់អានសន្និសីទយើងដែលបានរៀបចំមួយថ្ងៃកន្លះកន្លងមកនេះមានអ្នកចូលរួមសរុបប្រមាណ250នាក់និងមានអ្នកសម្របសម្រួលកិច្ចពិភាក្សាជាវាគ្មិនជាតិនិងអន្តរជាតិក្នុងតំបន់សរុបចំនួន24រូបនិងបានពិភាក្សាលម្អិតទៅលើប្រធានបទរងសំខាន់ចំនួន5ហើយខ្ញុំបាទសូមអនុញ្ញាតសង្ខេបខ្លីទី1បំរែបំរួលនៃទីផ្សារការងារនិងគោលនយោបាយសេដ្ឋកិច្ចក្នុងតំបន់សម្រាប់កំណើនការងារប្រកបដោយបរិយាបន្នដែលវាគ្មិនបង្ហាញនិងពិភាក្សាអំពីការផ្លាស់ប្ដូររចនាសម្ព័ន្ធសេដ្ឋកិច្ចនិងការងារដោយការលេចឡើងនៅវិស័យសេដ្ឋកិច្ចថ្មីៗមួយចំនួននៅក្នុងតំបន់ដែលនេះតម្រូវឲ្យប្រទេសជាសមាជិកអាស៊ានទៅព្យាយាមកំណត់នៅបញ្ហានិងស្វែងរកដំណោះស្រាយរួមគ្នាដើម្បីដោះស្រាយបញ្ហាទាំងអស់នេះនៅក្នុងបរិបទនៃភាពប្រកួតប្រជែងកាន់តែស្វិស្រាលនៃភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ចធានបទទី2ពាក់ព័ន្ធជាមួយនឹងផែនទីបង្ហាញផ្លូវស្ដីពីយុទ្ធសាស្ត្រនៃការអភិវឌ្ឍមូលធនមនុស្សសម្រាប់ការត្រៀមខ្លួនចាក់ចេញពីប្រទេសអភិវឌ្ឍន៍តិចតួចជាបទបង្ហាញនិងកិច្ចពិភាក្សានៅក្នុង session នេះគឺយើងបានដឹងអំពីផលប៉ះពាល់ផ្នែកសង្គមនិងសេដ្ឋកិច្ចមួយចំនួនតែក្នុងនោះរួមមានការកាត់បន្ថយនៅកំណើនសេដ្ឋកិច្ចនិងការងារជាដើមហើយជាដំណោះស្រាយគោលនយោបាយមួយចំនួនរួមមានការពង្រឹងនិងបង្កើនមូលធនមនុស្សតាមរយៈការបណ្ដុះបណ្ដាលជំនាញស្របតាមគោលដៅនយោបាយនិងបរិបទកម្ពុជានៅក្នុងការចាក់ចេញត្រៀមខ្លួនចាក់ចេញពីប្រទេសអភិវឌ្ឍន៍តិចតួចទោះជាយ៉ាងណាក៏ដោយនៅក្នុង session នេះបានពិភាក្សាអំពីគោលនយោបាយសេដ្ឋកិច្ចសង្គមមួយចំនួនដែលរដ្ឋាភិបាលបានដាក់ចេញប៉ុន្តែត្រូវទាមទារឲ្យមានការពិនិត្យតាមដានវិតម្លៃដើម្បីអាចសម្រេចបានគោលបំណងចុងក្រោយនៅឯកសារគោលនយោបាយទាំងនោះប្រធានបទទី3យើងបានពិភាក្សាអំពីទូនាទីនៃគោលនយោបាយទីផ្សារការងារសកម្មនៅក្នុងការលើកកម្ពស់សមិទ្ធផលទីផ្សារការងារវគ្គនេះយើងបានដឹងអំពីធាតុមួយចំនួនជា element នៃ ALMP ហើយនៅក្នុងនោះរួមមានការបណ្ដុះបណ្ដាលជំនាញកម្មវិធីការងារសាធារណៈកម្មវិធីឧបត្ថម្ភធនសេវាការងារសាធារណៈនិងការគាំទ្រផ្នែកសហគ្រិនភាពជាដើមសម្រាប់កម្ពុជារដ្ឋាភិបាលបានរៀបចំស្ថាប័នទីផ្សារការងារមួយចំនួនដែលវាគ្មិនបានបង្ហាញនៅក្នុងបទបង្ហាញរបស់ខ្លួននៅក្នុងគោលបំណងបណ្ដុះបណ្ដាលជំនាញរៀបចំពង្រឹងប្រសិទ្ធភាព
នៃយន្តការទីផ្សារការងារការដាក់ចេញនូវគោលនយោបាយប្រាក់ឈ្នួលនិងសំណាញ់សមត្ថភាពសង្គមសម្រាប់កម្មករនិយោជិតក៏ដូចជាប្រជាពលរដ្ឋជំរើសគោលនយោបាយមួយចំនួនដែលយើងបានស្ដាប់ចេញពី session ទី3នេះគឺមានការពង្រឹងបរិមាណនិងគុណភាពនៃទិន្នន័យនិងស្ថិតិការបង្កើនការសិក្សាស្រាវជ្រាវដើម្បីដឹងពីសញ្ញាណនិងនិន្នាការទីផ្សារការងារហើយនឹងការពង្រឹងកម្មវិធី work based learning ក៏ដូចជាការហាត់ការជាដើមប្រធានបទទី4គឺការអភិវឌ្ឍជំនាញសម្រាប់កសាងកម្លាំងពលកម្មប្រកបដោយភាពគួរប្រជែងនៅកម្ពុជាជា session ទី1នៃព្រឹកនេះដែលផ្ដោតសំខាន់ទៅលើរចនាសម្ព័ន្ធនិងការព្យាករណ៍ការផ្គត់ផ្គង់និងដំណើរការកម្លាំងពលកម្មនៅកម្ពុជាដែលជាលទ្ធផលបង្ហាញថាកម្លាំងពលកម្មនៅក្នុងវិស័យឧស្សាហកម្មនឹងតែមានកំណើនខ្ពស់ដែលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលហើយបន្ថែមទៅលើនេះរហូតដល់ឆ្នាំ2030នៅនិន្នាការនៃការផ្គត់ផ្គង់លើសតម្រូវការក៏កើតមានឡើងដែរនៅក្នុងទីផ្សាររបស់កម្ពុជាយើងបានស្ដាប់អំពីបទបង្ហាញមួយទៀតស្ដីពីការបទបង្ហាញនោះក៏បានបង្ហាញផងដែរអំពីការតភ្ជាប់ឬក៏បន្ស៊ីប្រព័ន្ធអភិវឌ្ឍជំនាញទៅនឹងការផ្លាស់ប្ដូររចនាសម្ព័ន្ធទីផ្សារការងារគម្លាតជំនាញការងារក្រៅប្រព័ន្ធនិងការឆ្លើយតបទៅនឹងឧស្សាហកម្មដែលជា conclusion មានន័យថានៅមានកម្រិតសម្រាប់បរិបទនៃទីផ្សារការងារនៅកម្ពុជាជាអនុសាសន៍គោលនយោបាយមួយចំនួនរួមមានការពង្រឹងគុណភាពការអប់រំទូទៅនិងគ្រប់កម្រិតការពង្រីកកិច្ចសហការរវាងវិស័យអប់រំនិងវិស័យបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈបន្ស៊ីកម្មវិធីបណ្ដុះបណ្ដាលជំនាញនិងដំណើរការទីផ្សារការងារបង្កើតយន្តការកិច្ចសន្ទនាឬក្រុមការងារតាមវិស័យបង្កើនកិច្ចខំប្រឹងប្រែងរួមគ្នារវាងវិស័យឯកជនរដ្ឋាភិបាលនិងដៃគូអភិវឌ្ឍជាដើមវគ្គចុងក្រោយដែលយើងទៅពីស្ដាប់កិច្ចពិភាក្សាហើយនឹងបញ្ចប់ទៅថ្មីៗនេះស្ដីពីការពង្រឹងប្រព័ន្ធសន្តិសុខសង្គមដើម្បីលើកកម្ពស់ភាពធន់នៃទីផ្សារការងារនិងការជំរុញការចូលរួមនៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធដែលនៅក្នុងនោះយើងបានបង្ហាញអំពីរបបសន្តិសុខសង្គមជាទស្សនវិជ្ជារួមនៅកម្ពុជារចនាសម្ព័ន្ធកម្លាំងពលកម្មហើយនៅក្នុងនឹងឱកាសនៅក្នុងការទាញកម្លាំងពលកម្មទាំងអស់នោះឲ្យចូលនៅក្នុងប្រព័ន្ធដែលយើងបានពិភាក្សាអំពីប្រព័ន្ធសន្តិសុខសង្គមនេះពេលនេះនៅក្នុងនោះពីតំណាងបអសក៏បានបង្ហាញអំពីទស្សនវិជ្ជាមួយវិជ្ជមាននៅក្នុងការសិក្សាលទ្ធភាពនៅក្នុងការដាក់ឲ្យដំណើរការបច្ចុប្បន្ននៅក្នុងការសិក្សាលទ្ធភាពនៅការអនុវត្តនៅរបបនិកម្មភាពបាទយើងបានស្ដាប់ពីទស្សនៈទាននៃការងារសមរម្យពីតំណាង ILO ហើយនឹងទំនាក់ទំនងរវាងកិច្ចការពារសង្គមហើយនឹងការងារសមរម្យនិងអត្ថប្រយោជន៍នៃកិច្ចការពារសង្គមដល់ភាគីពាក់ព័ន្ធរួមមាននយោជកហើយនិងកម្មករនិយោជិតផងដែរទស្សនៈទាននៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅក្នុងនោះមានវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងកម្មករក្រៅប្រព័ន្ធក៏ត្រូវបានលើកឡើងដែរហើយយើងក៏បានស្ដាប់ផងដែរអំពីមតិយោបល់របស់តំណាងកម្មករនិយោជិតថាធ្វើយ៉ាងម៉េចដើម្បី formalization នឹងអាចទៅបាននៅក្នុងនោះស្អីមួយដែលសំខាន់ហ្នឹងគឺការបញ្ជ្រាបការយល់ដឹងហើយនឹងធ្វើសាមញ្ញកម្មនៃការផ្សព្វផ្សាយឲ្យបានជ្រួតជ្រាបទៅដល់បងប្អូនកម្មករនិយោជិតរបស់យើងហើយនឹងការលើកទឹកចិត្តនៅក្នុងការចុះបញ្ជីខ្ញុំសូមសង្ខេបខ្លីៗប៉ុណ្នេះជាបន្តទៀតហើយនឹងជាថ្មីម្ដងទៀតតាំងនាមឲ្យអ្នករៀបចំកម្មវិធីនៅក្នុងនាមខ្លួនខ្ញុំផ្ទាល់ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាដាមលោកជំទាវលោកស្រីទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងសន្និសីទថ្នាក់ជាតិស្ដីពីសេដ្ឋកិច្ចការងារឆ្នាំ2024រហូតដល់ពេលនេះបាទឆ្លៀតក្នុងឱកាសនេះខ្ញុំបាទសូមគោរពអញ្ជើញអាដាមគួយសុមានរដ្ឋលេខាការតំណាងដល់ខ្ពង់ពោះអាដាមរដ្ឋមន្ត្រីអញ្ជើញថ្លែងសង្កតាបិទកម្មវិធីបាទសូមគោរពអញ្ជើញបាទខ្ញុំជឿថាប្រហែលជាខ្ញុំមិនអានតាម speech ទាំងអស់ព្រោះដល់ចិត្តដល់ម៉ោងដែរអញ្ចឹងខ្ញុំ keep សន្ទរកថានេះរៀងខ្លីបាទអញ្ចឹងជាបឋមសូមគោរពអាដាមលោកជំទាវលោកស្រីតំណាងក្រសួងស្ថាប័នតំណាងសមាគមនយោជកតំណាងកម្មករនយោជិតតំណាងអង្គការដៃគូអភិវឌ្ឍសមាគមស្ថាប័នសិក្សាស្រាវជ្រាវសាស្ត្រាចារ្យអ្នកជំនាញភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិនិងអង្គពិធីទាំងមូលជាទីមេត្រីជាថ្មីម្ដងទៀតក្នុងនាមក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងក្នុងនាមខ្ញុំផ្ទាល់ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយដោយបានចូលរួមជាគណៈអធិបតីតំណាងឲ្យអាដាមហេងសួររដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
ក្នុងពិធីបិទសន្និសីទថ្នាក់ជាតិស្ដីអំពីសេដ្ឋកិច្ចទីផ្សារការងារឆ្នាំ2024ក្រោមប្រធានបទការងើបឡើងវិញនៃសេដ្ឋកិច្ចនិងការងារនិងដំណើរឆ្ពោះទៅកាន់ការចាកចេញពីក្រមប្រទេសអភិវឌ្ឍតិចតួចសន្និសីទស្ដីពីសេដ្ឋកិច្ចទីផ្សារការងារនេះគឺជាគំនិតផ្ដួចផ្ដើមរបស់ក្រសួងការងារនិងបដិបត្តិជីវៈដែលនៅក្នុងអាណត្តិទី7នេះគឺក្នុងគោលបំណងនៃការបង្កើតឲ្យមានជីវេទិកាសម្រាប់ការសិក្សាសម្រាប់ការសន្ទនានិងជាកិច្ចស្ថាបប្រតិបត្តិការនៅក្នុងចំណោមដៃគូពាក់ព័ន្ធទាំងអស់នៅក្នុងទីផ្សារការងារដើម្បីធ្វើយ៉ាងម៉េចយើងធ្វើការជំរុញការពិភាក្សាទៅលើបញ្ហាដែលពាក់ព័ន្ធជាមួយទៅនឹងទីផ្សារការងារដើម្បីធ្វើយ៉ាងម៉េចដើម្បីឲ្យទីផ្សារការងារយើងនេះគឺមានវឌ្ឍនភាពរឹងមាំដំណើរការប្រកបដោយប្រសិទ្ធភាពជាពិសេសគឺសំដៅទៅដល់ការគ្រប់គ្រងទៅដល់ការធ្វើពិពិធកម្មនិងជំរុញនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាយើងជាក់ស្ដែងប្រធានបទដែលបានពិភាក្សានៅថ្ងៃនេះគឺត្រូវបានរៀបចំឡើងនៅចំពេលវេលាគណៈពេលដែលប្រទេសកម្ពុជាយើងបានត្រៀមខ្លួនចាកចេញពីប្រទេសដែលកំពុងចាក់ត្រៀមខ្លួនចាក់ចេញទៅពីប្រទេសដែលកំពុងអភិវឌ្ឍតិចតួចនៅឆ្នាំ2019ហើយបន្ថែមពីនេះទៀតខ្ញុំពិតជារីករាយនៅពេលដែលយើងឃើញថាការពិភាក្សារបស់យើងគឺបានពិភាក្សាបន្ថែមលើសពីអ្វីដែលជាប្រធានបទកាន់តែស៊ីជម្រៅទៅលើនិន្នាការសំខាន់នៅក្នុងទីផ្សារការងារដូចជាកត្តាបជាសាស្ត្រដូចជាការបំរែបំរួលនៃរចនាសម្ព័ន្ធសេដ្ឋកិច្ចការធ្វើសម្រាប់នកម្មរបស់ប្រទេសកម្ពុជាយើងទៅក្នុងតំបន់និងសកលលោកការរីកចម្រើននៃការប្រើប្រាស់បច្ចេកវិទ្យាម៉ាស៊ីនស្វ័យប្រវត្តិនិងបញ្ញាសិប្បនិម្មិត AI ក្នុងបរិបទនៃឧស្សាហកម្ម 4.0 បរិស្ថាននិងការបំរែបំរួលអាកាសធាតុនិងបញ្ហាសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលទាំងអស់នេះគឺជាបញ្ហាដែលតាក់ទងជាមួយទៅនឹងទីផ្សារការងាររបស់យើងតែម្ដងហើយដូច្នេះហើយខ្ញុំក៏ឆ្លៀតក្នុងឱកាសនេះក៏សូមថ្លែងអំណរគុណជាមួយដៃគូអភិវឌ្ឍរបស់យើងរួមមានដូចជាកម្មវិធីអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ UNDP អង្គការអន្តរជាតិខាងការងារ ILO ទីភ្នាក់ងារ Swiss សម្រាប់ការអភិវឌ្ឍនិងសហប្រតិបត្តិការ SDC សមាគមវិជ្ជាភ័ណ្ឌសម្លៀកបំពាក់ស្បែកជើងនិងផលិតផលធ្វើដំណើរ TAFTAC សមាគមកម្ពុជាជប៉ុនគីបូនិងដៃគូជាតិនិងអន្តរជាតិទាំងអស់ដែលបានចូលរួមធ្វើឲ្យកម្មវិធីសន្និសីទរបស់យើងនេះកើតមានឡើងសូមថ្លែងអំណរគុណហើយជាថ្មីម្ដងទៀតខ្ញុំពិតជារីករាយហើយឃើញថាសន្និសីទរបស់យើងនេះគឺប្រព្រឹត្តឡើងក្នុងបរិបទនៅក្នុងបរិយាកាសមួយពោពេញទៅដោយការចែករំលែកគ្នាទៅវិញទៅមកអំពីទៅលើប្រធានបទរបស់យើងហើយតាមរយៈនៃរបាយការណ៍របស់អាយដាមប្រុញសុភិតណាខ្ញុំសូមធ្វើការចំណាប់អារម្មណ៍ចំនួន4ចំណុចដែលទី1យើងឃើញថាទីផ្សារការវិវត្តនៃសេដ្ឋកិច្ចរបស់កម្ពុជារបស់យើងបច្ចុប្បន្នគឺប្រឈមជាមួយទៅនឹងបញ្ហាសំខាន់ដែលបណ្ដាលមកពីទី1គឺមូលដ្ឋានសេដ្ឋកិច្ចនៅតូចចង្អៀតការពឹងផ្អែកទៅលើកត្តាខាងក្រៅនិងកេរដំណែលនៃការខ្វះខាតនៃធនធានមនុស្សដែលបណ្ដាលមកពីសង្គ្រាមខណៈពេលដែលប្រទេសកម្ពុជាយើងគឺកំពុងស្ថិតនៅក្នុងដំណាក់កាលនៃការទាញនៃផលប្រយោជន៍នៃផលលាភប្រជាសាស្ត្រនៅក្នុងដំណាក់កាលដំបូងដែលក្នុងន័យនេះគឺដើម្បីយើងអាចទាញបាននៅសក្តានុពលចេញពីផលលាភប្រជាសាស្ត្រនេះគឺកត្តាសំខាន់ដែលយើងត្រូវដោះស្រាយនៅចំពោះមុខមានដូចជាបញ្ហាតាក់ទងជាមួយនឹងអន្ទាក់នៃជំនាញទាប low skill trap គម្លាតជំនាញ skill gap ភាពបន្ស៊ីគ្នានៃជំនាញនៅក្នុងទីផ្សារព្រមទាំងការដោះស្រាយនៅបញ្ហាលេងលំហូរនៃព័ត៌មានទីផ្សារការងារផងដែរបញ្ហាទី2គឺជាកត្តានៃការចរន្តនៃសកលភាវូបនីយកម្មតាមរយៈការធ្វើសម្រាប់រណកម្មសេដ្ឋកិច្ចកម្ពុជានៅក្នុងតំបន់និងសកលជាពិសេសកម្ពុជាយើងតាមរយៈជា ASEAN Economic Integration តាមរយៈ RCEP តាមរយៈជាកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុនិងទ្វេភាគីផ្សេងៗទៀតដែលវាបានបង្ហាញទាំងឱកាសនិងហានិភ័យដែលទាមទារឲ្យយើងនឹងរៀបចំជាយុទ្ធសាស្ត្រមួយយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍនៅធនធានមនុស្សរបស់យើងផងដែរទី3គឺប្រព័ន្ធនឹងការបន្តបណ្ដាបច្ចេកវិទ្យាជីវៈរបស់កម្ពុជាយើងបើទោះបីជាមានសញ្ញាណនៃការប្រសើរឡើងនៃការនឹងវឌ្ឍនភាពវិជ្ជមានក៏ដោយក៏ប៉ុន្តែក៏យើងនៅជួបមានបញ្ហាមួយចំនួនដូចជាបញ្ហាប្រព័ន្ធអភិបាលកិច្ចការវិនិយោគនៅក្នុងវិស័យនេះនៅមានកម្រិតការធានាគុណភាពនិងភាពបន្ស៊ីគ្នានៃការផ្ដល់ការបដិបដាលទៅនឹងតម្រូវការនៅលើទីផ្សារផងដែរប៉ុន្តែបញ្ហាទាំងអស់នេះយើងនឹងអាចដោះស្រាយបានតាមរយៈការខិតខំប្រឹងប្រែងទាំងអស់គ្នារវាងរដ្ឋាភិបាលវិស័យឯកជនដៃគូអភិវឌ្ឍដើម្បីយើងរួមគ្នាបង្កើតឲ្យបាននៅប្រព័ន្ធ TVET មួយដែលកាន់តែឆ្លើយតបនិងមានប្រសិទ្ធភាពហើយចំណុចចុងក្រោយ
មួយទៀតគឺតាក់ទងជាមួយនឹងប្រធានបទរបស់យើងខ្ញុំជឿថានៅទីនេះយើងឃើញថាការចាក់ចែងអំពីក្រមនៃការអភិវឌ្ឍតិចតួចនេះគឺជាឱកាសមួយសម្រាប់កម្ពុជាគឺក្នុងបរិបទដូចជាបញ្ហាដែលយើងបានជួបប្រទះកន្លងមកនៅក្នុងការរីករាលដាលនៃជំងឺ Covid-19 ដូច្នេះដែរតាមរយៈធ្វើយ៉ាងម៉េចយើងកំណត់នឹងការទទួលស្គាល់នៅបញ្ហាប្រឈមព្រមទាំងភាពត្រឹមត្រូវនៃការដាក់នៅចេញនៅក្របខ័ណ្ឌគោលនយោបាយមួយប្រកបដោយភាពបរិយាកម្មនៅក្នុងការអភិវឌ្ឍនៅជំនាញការអភិវឌ្ឍនៅទីផ្សារការងារនិងរបបសន្តិសុខសង្គមជាពិសេសគឺការពង្រឹងនឹងសមត្ថភាពហើយនឹងការធ្វើទំនើបកម្មនៃស្ថាប័នដែលអនុវត្តនៅក្នុងគោលនយោបាយទាំងអស់នោះហើយជាជំហានបន្ទាប់គឺក្រសួងការងារនឹងចងក្រងនិងសម្យោគចូលទាំងអស់នៅអ្វីដែលជាធាតុចូលដែលបានលើកឡើងនឹងវិភាសានៅក្នុងថ្ងៃនេះដើម្បីចងក្រងទៅជាសេចក្តីសង្ខេបគោលនយោបាយហើយយើងនឹងធ្វើការផ្សព្វផ្សាយនៅក្នុងសន្និសីទនៅក្នុងនេះនៅក្នុង website របស់ក្រសួងតែម្ដងហើយខ្ញុំជឿជាក់ថាឯកសារនេះនឹងក្លាយទៅជាធាតុចូលមួយយ៉ាងសំខាន់ក្នុងការរៀបចំគោលនយោបាយរបស់រដ្ឋាភិបាលជាពិសេសនៅក្នុងក្រសួងការងារគឺយើងនៅក្នុងដំណាក់កាលនៃការរៀបចំគោលនយោបាយនឹងធ្វើបច្ចុប្បន្នភាពលើគោលនយោបាយជាតិមុខរបរនិងការងារសម្រាប់ឆ្នាំ2026និង2035និងគោលនយោបាយជាតិស្តីអំពីការអភិវឌ្ឍការអប់រំបណ្ដុះបណ្ដាលនិងវិជ្ជាជីវៈនៅក្នុងឆ្នាំ2026 2035ផងដែរហើយនេះគឺជាអ្វីដែលខ្ញុំជឿជាក់ថាស្ថាប័នសិក្សាសាជីវតែងតែរំពឹងថាអ្វីដែលជាធាតុចូលអ្វីដែលជាផ្អែកទៅលើការសិក្សាសាជីវត្រូវបាន translate បញ្ចូលទៅក្នុងគោលនយោបាយជាតិហើយនេះគឺជា witness មួយដែលយើងបានធ្វើតាមរយៈនៃសន្និសីទថ្នាក់ជាតិនេះផងដែរហើយមិនថែមពីលើនេះខ្ញុំជឿថាឯកសារនេះក៏នឹងក្លាយទៅជាធាតុចូលមួយសម្រាប់ដល់ដៃគូអភិវឌ្ឍដើម្បីរៀបចំជាគម្រោងចំណែកឯស្ថាប័នសិក្សាសាជីវអាចបន្តយកឯកសារគោលនយោបាយនេះដើម្បីរៀបចំទៅជាផែនការសិក្សាសាជីវដើម្បីឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតទៅលើបញ្ហាទាំងអស់នេះហើយខ្ញុំជឿថាដូចជាដល់ម៉ោងហើយដែរអញ្ចឹងខ្ញុំក៏មុននឹងបញ្ចប់ខ្ញុំក៏ស្នើសុំឲ្យអាដាមលោកជំទាវលោកទសីទាំងអស់ធ្វើយ៉ាងម៉េចយើងខិតខំបន្តទៀតដើម្បីជំរុញឲ្យវេទិកាសន្និសីទនេះបន្តរៀបចំនៅក្នុងឆ្នាំបន្តបន្ទាប់ហើយខ្លាយជាវេទិកាមួយយ៉ាងសំខាន់នៅក្នុងការចូលរួមចំណែកនៅក្នុងការរៀបចំគោលនយោបាយសេដ្ឋកិច្ចសង្គមរបស់កម្ពុជាហើយជាពិសេសមួយទៀតនោះគឺមិនមែនត្រឹមតែពេលវេទិកានេះទេបានយើងធ្វើការចែករំលែកអញ្ចឹងស្នើសុំការរក្សានៅមិត្តភាពការរក្សានៅបណ្ដាញដើម្បីធ្វើយ៉ាងម៉េចយើងអាចធ្វើការផ្លាស់ប្ដូរចងក្រងគ្នាដើម្បីជំរុញនៃការសិក្សាសាជីវឲ្យបានកាន់តែទូលំទូលាយទាក់ទងជាមួយទៅនឹងបញ្ហាទាំងអស់នេះហើយជ្រាបក្នុងឱកាសនេះខ្ញុំក៏ថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះអង្គការអន្តរជាតិខាងការងារជាថ្មីម្ដងទៀត UNDP វិស័យឯកជនតំណាងកម្មករនិយោជិតនិងតួអង្គផ្សេងៗទៀតដែលបានចូលរួមចំណែកឲ្យព្រឹត្តិការណ៍នេះកើតមានឡើងនិងទទួលបានលទ្ធផលជាផ្លែផ្កានេះបាទសូមអរគុណហើយមួយទៀតក៏ខ្ញុំសូមថ្លែងអំណរគុណទៅដល់អ្នកចូលរួមវាគ្មិនអ្នករៀបចំកម្មវិធីដែលចំណាយពេលវេលាក្នុងការចូលរួមចំណែកឲ្យកម្មវិធីនេះកាន់តែចូលរួមប្រកបដោយផ្លែផ្កាព្រមទាំងសហការីរបស់ខ្ញុំនៅខាងក្រោយដែលគាត់មិនបានឡើងលើ stage ហើយសហការីនៅខាងឆ្វេងដៃផងដែរដែលគាត់បានចូលរួមរៀបចំកម្មវិធីនេះតាំងពីមុនហើយនឹងចូលរួម administration នៅខាងនេះជាច្រើនអ្នកថតរូបផងដែរពីព្រោះអត់មានតែថតរូបទេគឺអត់មាន memory សម្រាប់ event ហ្នឹងទេបាទសូមអរគុណច្រើនហើយជាចុងបញ្ចប់ខ្ញុំសូមថ្លែងអំណរគុណដល់លោកលោកស្រីទាំងអស់ហើយជួបតែពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយហើយខ្ញុំសូមប្រកាសបិទសន្និសីទបាទចាប់ពីពេលនេះទៅបាទសូមអរគុណ